របៀបធ្វើបាយក្តាំងដោយមិនចាំបាច់ប្រើខ្លាញ់ច្រើនមានតែខ្លាញ់បន្តិចបន្តួចក៏អាចធ្វើឲ្យបាយក្តាំងយើងស្រួយហើយរសជាតិក៏ឆ្ងាញ់ដូចបាយក្តាំងផ្សេងដែរបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពស្រឡាញ់រាប់អានវិលមកជួបខ្ញុំបាទប្រាសាជាថ្មីម្ដងទៀតហើយអំពីជីវិតពិតសកម្មភាពពិតការរស់នៅប្រចាំថ្ងៃបែបជនបទស្រុកស្រែចម្ការបូកសំលីឡំនឹងការធ្វើម្ហូបរបស់ប្រាផងដែរថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនពីរបៀបធ្វើបាយក្តាំងដោយមិនចាំបាច់ប្រើខ្លាញ់ច្រើនទេប្រើតែខ្លាញ់បន្តិចបន្តួចក៏អាចធ្វើហូបបានដែរមិនត្រឹមតែប៉ុណ្្នឹងទេថែមទាំងមានរសជាតិឆ្ងាញ់ទៀតផងស្រួយខាងក្រៅទន់ខាងក្នុងរសជាតិឆ្ងាញ់ណាស់ហៅថាបាយក្តាំងសាច់ជ្រូកហ្នឹងហើយបងប្អូនហើយមុនដំបូងបំផុតគឺខ្ញុំដាំទឹកឲ្យពុះដាក់ផ្កាចាន់បន្តិចរ៉ូឌីស្ករហើយយើងដាក់ស្ងោរសាច់យើងឲ្យរឿងឆ្អិនបន្តិចទៅបន្ទាប់មកស្រង់សាច់ចេញហើយខ្ញុំដាក់ដាំបាយតែម្ដងព្រោះថាខ្ញុំធ្វើបាយក្តាំងនេះគឺត្រូវការបាយដាំភ្លាមមិនទន់មិនរឹងគឺមកល្មមបើសិនតែយើងយកបាយកកវាអាចនឹងរឹងជ្រុលអញ្ចឹងហើយពេលដែលធ្វើបាយក្តាំងទៅហើយយើងចាក់វាអត់បានល្អទេព្រោះថាយើងត្រូវការធ្វើពុំវាដើម្បីចាក់បាយក្តាំងនឹងឲ្យរូបរាងស្អាតណាបងប្អូនអញ្ចឹងហើយតតែដាំបាយភ្លាមបែបហ្នឹងហើយបន្ទាប់មកហ្នឹងគឺខ្ញុំចាប់ផ្ដើមលាងអង្ករលាងអីចឹងណាដាក់ដាំបាយហើយខ្ញុំប្រើអង្ករខ្សាយទេហ្នឹងហើយជាទូទៅគឺអង្ករធ្វើបាយក្តាំងគេធ្វើតែអង្ករខ្សាយទេហើយភាគច្រើនណាបងប្អូនគេធ្វើបាយក្តាំងគឺត្រូវចំណាយខ្លាញ់ច្រើនទៅបានហូបអញ្ចឹងណាប៉ុន្តែសម្រាប់ខ្ញុំវិញខ្ញុំធ្វើតែខ្លាញ់បន្តិចបន្តួចទេហើយបន្ទាប់មកហ្នឹងខ្ញុំដាក់ដាំបាយហើយក៏ខ្ញុំចាប់ផ្ដើមយកសាច់ជ្រូកយកមកបុកវាដើម្បីយកទៅធ្វើសាច់ដើម្បីធ្វើបាយក្តាំងអញ្ចឹងណាបងប្អូនហើយសម្រាប់សាច់ជ្រូកនេះគឺយើងយកសាច់សុទ្ធកុំឲ្យមានជាប់ខ្លាញ់ទៅយើងបុកទៅវាចេញជាសរសៃអញ្ចឹងណាហ្នឹងហើយខ្ញុំដាំបាយនេះគឺខ្ញុំដាក់ទឹកតែបន្តិចទេដោយសារតែខ្ញុំអត់ត្រូវការជាប់ទេគឺខ្ញុំដាំឲ្យវារីកនៅក្នុងឆ្នាំងនឹងតែម្ដងហើយបន្ទាប់មកហ្នឹងបុកសាច់ជ្រូកឲ្យវាម៉ត់បែបនេះគឺវាចេញជាសរសៃអញ្ចឹងយើងរួចរាល់ហើយសាច់ជ្រូករបស់យើងបុកប៉ុណ្ណឹងយើងទុកវាទៅមួយឡែកសិនទៅឥឡូវបងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងបុកសាច់ជ្រូកបុកឲ្យហើយហ្នឹងគឺយើងចាប់ផ្ដើមបេះវាឲ្យចេញជាសរសៃដូចសាច់ផាត់អញ្ចឹងបងប្អូនដូចសាច់ផាត់អញ្ចឹងគឺបេះវាឲ្យចេញសរសៃបែបហ្នឹងដើម្បីយកទៅលាយជាមួយនឹងបាយក្តាំងរបស់យើងណាដោយសារតែបាយក្តាំងនេះគឺខ្ញុំធ្វើភ្លាមអញ្ចឹងហើយសាច់ជ្រូកនេះខ្ញុំអត់ធ្វើឲ្យវាខ្លាយទៅជាសាច់ផាត់ទេខ្ញុំគ្រាន់តែធ្វើបែបហ្នឹងគឺនៅទន់អញ្ចឹងក៏វាឆ្ងាញ់ម្យ៉ាងដែរសំខាន់ខ្ញុំធ្វើបាយក្តាំងនេះគឺវាទន់ខាងក្នុងហើយវាស្រួយខាងក្រៅអ្វីដែលរឹតតែពិសេសនោះធានាថារូបរាងបាយក្តាំងនេះគ្រាន់តែឃើញហើយណាតាក់ទាញគួរឲ្យចង់ហូបតែម្ដងហើយបងប្អូនបន្ទាប់ពីខ្ញុំបេះសាច់ជ្រូកជាសរសៃរួចរាល់ហើយហ្នឹងក៏ខ្ញុំចាប់ផ្ដើមមកហាន់សណ្ដែកខ្ទឹមដោយសារតែបាយក្តាំងនេះខ្ញុំត្រូវការដាក់សណ្ដែកខ្ទឹមរាងច្រើនដែរអញ្ចឹងហើយក៏ខ្ញុំហាន់វាឲ្យបានច្រើនតិចទៅបន្ទាប់មកហាន់ម្ទេសគឺត្រូវការដាក់ម្ទេសទៀតណាបងប្អូនព្រោះថានិយាយទៅម្ហូបអីក៏ដោយបើខ្វះម្ទេសដូចខ្វះរសជាតិអីម្យ៉ាងអញ្ចឹងគឺហូបទៅវាអត់ឆ្ងាញ់ទេជាពិសេសបាយក្តាំងនឹងហ្មងបន្ទាប់ពីហាន់ម្ទេសហាន់អីរួចហ្នឹងហើយក៏គ្រឿងយើងផ្សំរួចរាល់ហើយបងប្អូនអញ្ចឹងទៅមើលបាយយើងឃើញថាវាឆ្អិនហើយអញ្ចឹងក៏ខ្ញុំចាប់ផ្ដើមដួសវាអញ្ចឹងណាដើម្បីទុកវាឲ្យរាងត្រជាក់តិចទៅព្រោះថាបើយើងធ្វើទាំងក្តៅហ្នឹងក៏វាពិបាកធ្វើអញ្ចឹងណាបងប្អូនអញ្ចឹងហើយយើងទុកវាឲ្យត្រជាក់បន្តិចចាំយើងចាប់ផ្ដើមចាក់ក្នុងពុំយើងធ្វើជាបាយក្តាំងអញ្ចឹងណាបងប្អូនហើយបងប្អូនយើងប្រហែលជាឆ្ងល់ហើយមែនអត់ថាបាយក្តាំងចាំធ្វើពុំធ្វើអីចាក់ទៀតអញ្ចឹងបងប្អូនបើឆ្ងល់ទេមកមើលទាំងអស់គ្នាមើលតើប្រាធ្វើមកអញ្ចឹងណាបន្ទាប់ពីខ្ញុំដួសបាយមកហើយហ្នឹងក៏ខ្ញុំគោះពងទាដាក់ហើយខ្ញុំដាក់ពងទានេះចំនួនតែ2គ្រាប់ទេបងប្អូនចំណែកបងប្អូនចង់ដាក់ប្រហែលគ្រាប់ក៏ដាក់ទៅបើបាយច្រើនក៏ដាក់ច្រើនអញ្ចឹងណាតែបាយខ្ញុំក៏តិចដែរអញ្ចឹងទៅក៏ខ្ញុំដាក់តិចទៅហើយបន្ទាប់មកដាក់រ៉ូឌីប៊ីចេងស្ករខ្ញុំមកដាក់អំបិលទេគឺខ្ញុំប្រើទឹកត្រីជំនួសវិញបងប្អូនហើយបងប្អូនដាក់រ៉ូឌីក៏បានដាក់ម្សៅស៊ុបក៏បានគឺវាដូចតែគ្នាទេបន្ទាប់មកដាក់ស្លឹកខ្ទឹមចូលដាក់ម្ទេសអីចូលមកបងប្អូនដាក់ម្ទេសអីចូលលាយជាមួយគ្នាអញ្ចឹងណាដើម្បីឲ្យរសជាតិវាកាន់តែឆ្ងាញ់ព្រោះថាខ្ញុំចូលចិត្តម្ទេសហឹលតិចហ្នឹងបងប្អូនធ្លាប់ហូបបាយក្តាំងដឹងហើយថាបាយក្តាំងតើតែមានលាយម្ទេសតិចឈ្ងុយហឹលហ្នឹងអូបានឆ្ងាញ់បងប្អូនបន្ទាប់មកហ្នឹងអាសាច់ជ្រូកដែលខ្ញុំបានបេះជាសរសៃហ្នឹងគឺខ្ញុំដាក់ខ្លះហើយទុកខ្លះទៀតដាក់រោយពីលើបាយក្តាំងយើងអានេះយើងលាយវាឲ្យសព្វអញ្ចឹងណាដើម្បីឲ្យក្នុងសាច់បាយក្តាំងរបស់យើងពេលដែលខាំទៅនឹងចំសាច់ជ្រូកទៅរសជាតិវាក៏កាន់តែឆ្ងាញ់ទៅតាមហ្នឹងអញ្ចឹងណាបងប្អូនហ្នឹងហើយធ្វើម៉េចច្បល់វាឲ្យសព្វច្បល់វាធ្វើម៉េចឲ្យសព្វទាំងគ្រឿងទាំងអស់ហ្នឹងទៅដើម្បីឲ្យពេលដែលយើងធ្វើទៅវាឆ្ងាញ់ស្មើគ្នាអញ្ចឹងណាបើសិនតែយើងលាយអត់សព្វមានអាខ្លះក៏មានសាច់ជ្រូកច្រើនអាខ្លះក៏មានពងទាច្រើនអញ្ចឹងទៅវាឆ្ងាញ់អត់ដូចគ្នាទេវាអាចនឹងខុសគ្នាអញ្ចឹងណាប៉ុន្តែបើយើងលាយសព្វបែបនេះហើយធានាថាមួយណាក៏ឆ្ងាញ់ដាក់ទៅពេញមាត់ដឹងតែជាតិហ្មងតោះមកចាប់ផ្ដើមដាក់ពុំយើងដើម្បីយកបាយទៅចាក់ធ្វើជាពុំឲ្យដូចនំដូចអីចឹងណាបាយក្តាំងនេះរូបរាងខុសពីគេតែរសជាតិវិញស្តៀងតែគេដែរមិនបានថាស្តៀងដោយសារតែវាឆ្ងាញ់ជាងគេបន្តិចអញ្ចឹងណាវាទន់ខាងក្នុងចំណែកឯខាងក្រៅវិញឡើងស្រួយឆ្ងាញ់តែម្ដងបងប្អូនហើយការធ្វើពុំចាក់បាយក្តាំងនេះគឺខ្ញុំយកឫស្សីទៅកាត់វាជារង្វង់មូលដូចកងដៃអញ្ចឹងមកមានប្រឡោះខាងក្នុងអញ្ចឹងហើយយើងដាក់បាយចូលទៅក្នុងហ្នឹងសង្កត់វាឲ្យរាងណែនបន្តិចទៅបានណែនល្អអញ្ចឹងទៅយើងធ្វើបាយក្តាំងទៅឲ្យវាក្រៀមល្អបងប្អូនហ្នឹងហើយគឺធ្វើបែបហ្នឹងមកធ្វើម្ដងមួយប៉ុន្តែខ្ញុំធ្វើបាន2 3អញ្ចឹងទៅចាំយើងដាក់ចូលម្ដងបើសិនជាយើងដាក់ម្ដងមួយវាចំណាយពេលយូរវាខាតអីចឹងណាអញ្ចឹងយើងដាក់ទៅខ្ទះហ្នឹងតូចមកល្មមដាក់បាន3 4ដែរអញ្ចឹងធ្វើម្ដង3 ម្ដង4អីដាក់ចូលទៅក្នុងខ្ទះឲ្យបំពងហើយការបំពងបាយក្តាំងបែបនេះហ่าបងប្អូនចំណាយប្រេងចំណាយខ្លាញ់អីគឺតិចបំផុតអត់មានប្រើច្រើនទេហើយដាក់តាមមួយភ្លែតហ្នឹងក៏ឆ្អិនហើយអត់មានយូរចាំបាច់ប្រើខ្លាញ់ដល់រាប់លីត្ររាប់កដងទេបងប្អូនគឺប្រើតែបន្តិចបន្តួចក៏អាចធ្វើបានហូបដែរអញ្ចឹងបើបងប្អូនចង់ធ្វើបាយក្តាំងហើយមិនចាំបាច់ប្រើខ្លាញ់ច្រើនបងប្អូនធ្វើដូចខ្ញុំអញ្ចឹងធានាថាធ្វើហើយមិនចុះខ្លាញ់ទេគឺខ្លាញ់តែបន្តិចបន្តួចទេបងប្អូនហ្នឹងហើយបន្ទាប់មកហ្នឹងគឺខ្ញុំដាក់បំពង2សាកមើលសិនដោយសារតែយើងសាកដំបូងយើងកុំដាក់ច្រើនឃើញថាគ្រាន់តែដាក់ភ្លាមតាមមួយភ្លែតឡើងក្រហមឡើងស្រួយតែម្ដងបងប្អូនអើយអញ្ចឹងយើងប្រែវាឲ្យញឹកញាប់បន្តិចទៅដើម្បីឲ្យវាបានស្រួយល្អកុំឲ្យវាខ្លោចកុំអីអញ្ចឹងណាបងប្អូនបើយើងអត់ឧស្សាហ៍ប្រែវាទេវាអាចនឹងខ្លោចមកជាហៀងវាអត់ឆ្ងាញ់ទេហើយយើងដាក់ចូលទៀតមកបន្ទាប់ពីយើងដាក់ចូលហើយនឹងឃើញឡើងក្រៀមឡើងស្រួយអីចឹងណាបងប្អូនហើយយើងទុកវារៀងយូរបន្តិចប៉ុន្តែបងប្អូនដាក់ភ្លើងតិចបានហើយកុំឲ្យដាក់ភ្លើងខ្លាំងបើដាក់ភ្លើងខ្លាំងវាអត់សូវស្រួយទេវាអាចនឹងខ្លោចខាងក្រៅអីចឹងណាអញ្ចឹងយើងដាក់ភ្លើងតែបន្តិចល្មមអញ្ចឹងណាបងប្អូនបើមើលទៅថាវាអត់អីទេអាចដាក់ភ្លើងខ្លាំងបានឧស្សាហ៍មើលឧស្សាហ៍ប្រែវាឲ្យញឹកញាប់ទៅវាបានស្រួយល្អបងប្អូននេះឃើញអត់ពុះខូចនិយាយពីឈ្ងុយខ្លាំងមែនតែម្ដងបងប្អូនអើយឥឡូវយើងចាប់ផ្ដើមដួសវាមកព្រោះថាវាឡើងក្រៀមក្រហមងើស្រួយស្រោបហើយបងប្អូនគឺស្រួយខ្ញោកតែម្ដងបងប្អូនហ្នឹងហើយបើមិនជឿចាំមើលនៅក្នុងវីដេអូខ្ញុំនឹងបង្ហាញបងប្អូន
ប្អូនថាបាយកណ្ដាំងនឹងរសជាតិវាឆ្ងាញ់ប៉ុណ្ណាហើយវាស្រួយប៉ុណ្ណាអញ្ចឹងណាឥឡូវចាប់ផ្ដើមស្រង់វាចេញមកហើយយើងទុកឲ្យសោះខ្លាញ់បន្តិចចាក់មកអូយមើលទៅទំនងណាស់បងប្អូនអើយ